តានិកជននិងប្រិយមិត្តទាំងឡាយជាទីមេត្រីក្នុងដំណើរការកសាងជនបទថ្មីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍មានតួនាទីយ៉ាងសំខាន់ក្នុងនោះស្ពាននិងថ្នល់ជាសំណង់បានជួយឲ្យជំរុញទិដ្ឋភាពជនបទមានការផ្លាស់ថ្មីក្នុងច្រើនវិស័យស្ពានមិនត្រឹមតែជាសំណង់បម្រើការធ្វើដំណើរប៉ុណ្ណោះទេនៅទាំងមានអត្ថន័យធំធេងចំពោះការពង្រីកសេដ្ឋកិច្ចសង្គមនិងកែលម្អជីវភាពប្រជាជននៅជនបទទៀតផងទន្ទឹមនឹងការវិនិយោគរបស់រដ្ឋក្នុងការកសាងសំណង់សំខាន់ការបំផុសចលនាសង្គមក្នុងនោះមានការរួមវិភាគទានផងអំពីអង្គការសាសនាសប្បុរសជនជាច្រើនអាស្រ័យដោយបានការយកចិត្តទុកដាក់និងរួមដំណើរជាមួយរដ្ឋស្ពានមួយនៅភូមិថ្លុកទទឹងឃុំញីត្រឹងខេត្តវិញឡុងក៏បានកសាងសម្រេចនិងផ្ដើមប្រើប្រាស់ក្នុងនេតិកសាងជនបទថ្មីផ្សាយប្រចាំសប្តាហ៍នេះសូមអញ្ជើញទស្សនិកជននិងប្រិយមិត្តទាំងឡាយតាមដានលើបទយកការក្រុមចំណងជើងថាពង្រីកតួនាទីរបស់សាសនានិងសប្បុរសជនក្នុងការកសាងជនបទថ្មីដោយមានខ្លឹមសារដូចតទៅសប្តាហ៍ថ្ងៃនៅតាមមាត់ព្រែកក្រិចណាំងភូមិថ្លុកទទឹងឃុំញីត្រឹងខេត្តវិញឡុងមានប្រជាជនរស់នៅជាង20គ្រួសារប្រជាជននៅទីនេះភាគច្រើនប្រកបរបរចិញ្ចឹមបង្គារយៈកាលកន្លងនៅភូមិក៏បានរត់យកចិត្តទុកដាក់កសាងថ្នល់បេតុងមួយដែលតពីថ្នល់ភូមិលេខ18ដល់ភូមិថ្លុកទទឹងប៉ុន្តែដោយថ្នល់កសាងតែមួយកន្លែងប្រជាជននៅខាងកាត់ព្រែកចង់ធ្វើដំណើរម្ដងត្រូវឆ្លងមកខាងលិចព្រែកក្នុងពេលដែលកន្លែងនេះមិនទាន់មានស្ពានឆ្លងនៅឡើយមាមីងតែងឆ្លងដោយទូកដូច្នេះក៏មានការលំបាកក្នុងការរស់នៅក៏ដូចជាធ្វើដំណើរទៅផ្សារទៅសាលារៀនទៅប្រកបរបរចិញ្ចឹមជីវិតជាដើមជាពិសេសគឺពេលដែលគ្រួសារមានចាត់តាំងពិធីបុណ្យអ្វីនីមួយអាស្រ័យដោយឃើញការលំបាករបស់ប្រជាជនពុទ្ធបរិស័ទនៅកន្លែងនេះដូច្នេះហើយព្រះតេជគុណថេចតារាព្រះចៅអធិការវត្តកងចក្រាមថ្លោកក៏បានបំផុសចលនាពុទ្ធបរិស័ទសប្បុរសជនជិតឆ្ងាយដើម្បីរួមវិភាគទានកសាងស្ពានជនបទជូនមាមីងក្នុងភូមិតាមការកសាងនៅស្ពានជនបទនៅក្នុងទីនេះដោយអាស្រ័យថាការសង្កេតនិងមើលឃើញនៃអាត្មាភាពក្នុងការជាប់ទុករបស់ពុទ្ធបរិស័ទគឺក្នុងការដើរឆ្លងកាត់នៅព្រែកធំក្នុងទីនេះហើយជាពិសេសគឺថាបងប្អូននៅពុទ្ធបរិស័ទនៅទីនេះយ៉ាងច្រើនដែលគ្រួសារនៅតំបន់ខាងកាត់ព្រែកនឹងហើយជាងហើយទៅការដឹកជញ្ជូននៅមុខរបរស្រូវអង្គហើយជាពិសេសគឺក្នុងការដែលយើងចិញ្ចឹមសត្វធាតុតែងតែមានការដឹកជញ្ជូនហើយដល់ទៅអំពីនោះទៀតគឺថាក្នុងកម្មវិធីចាស់ទុំមួយគេមានការលំបាកដែលដឹកជញ្ជូននៅសពឆ្លងនៅព្រែកនឹងហើយដោយការនឹកឃើញនៃអាត្មាភាពក៏បានការឯកភាពនិងបវរណាគៀងកបរិស័ទនៅក្រៅក្នុងប្រទេសដើម្បីនឹងជួយកសាងនៅស្ពានមួយធំដើម្បីនឹងផ្ដល់ជូនដល់ពុទ្ធបរិស័ទនៅទីនេះក្នុងការងាយស្រួលនិងការឆ្លងនៅទីនេះឲ្យមានការសុខស្រួលនៅក្នុងការដំណើរជូនហើយនឹងដឹកជញ្ជូននៅការប្រកបរបរអាជីពក្នុងគ្រួសារស្ពានបានកសាងដោយបេតុងដោយមានបណ្ដោយ35ម៉ែត្រទៅទិង 2.5 ម៉ែត្រដោយស្រាប់ថវិកាកសាងចំនួន198លានដុងក្នុងនោះពុទ្ធបរិស័ទចំណុចជើងវត្តកងចក្រាមថ្លោកនិងសប្បុរសជននៅទីក្រុងហូជីមិញចំនួន84លានដុងក្រៅពីនោះព្រះតេជគុណថេចតារាចំនួន114លានដុងក្រោយរយៈពេលជាង1ខែកសាងស្ពានក៏បានសម្ពោធផ្ដើមប្រើប្រាស់នៅថ្ងៃទី22ដុល្លារឆ្នាំ2025ដោយនាំមកក្តីរីករាយយ៉ាងខ្លាំងដល់ប្រជាជននៅក្នុងភូមិដែលចាប់ពីពេលនេះទៅនឹងមិនលំបាកក្នុងការធ្វើដំណើរទៀតឡើយក្នុងឱកាសសម្ពោធស្ពាននេះសប្បុរសជននៅទីក្រុងហូជីមិញក៏បានជូនអំណោយដល់ប្រជាជនមានជីវភាពលំបាកនៅមូលដ្ឋានចំនួន50ចំណែកក្នុងអំណោយមួយចំណែករួមមានអង្ករ1ក្រុងនិងមី1ធុងគិតជាតម្លៃសរុបចំនួន11លានដុងបាទដល់ក៏មានសេចក្តីរីករាយជាអតិបរមា
បានទទួលផលស្ពានបានកសាងថ្មីដោយសារបដិជនប្រជាអធិការព្រះអង្គមានថៃតារាចៅតកាវត្តថ្លងព្រះអង្គមានការចាប់អារម្មណ៍ដល់ប្រជាជននៅរស់តំបន់និងរវាង24គ្រួសារនៅក្នុងនេះប៉ុន្តែផ្លូវនឹងទៅផ្លូវដែលជាផ្លូវខាងចរាចរណ៍នឹងគឺថាមានច្រើនភូមិបន្តឹងសុខជួយនៅវាលនឹងជាដើរគឺតែតែងគុកតែងមានដើរផ្លូវនឹងពីប្រវត្តិកន្លែងនឹងជាកន្លែងចិញ្ចឹមចលផលហ្នឹងមកចាត់មករស៊ីដើម្បីតាក់ទងនៅក្នុងការចិញ្ចឹមលទ្ធផលចលផលដើម្បីបង្កើនជីវភាពដល់សង្គមគ្រួសារបើនឹងនេះយ៉ាងខ្ញុំបានទទួលនៅស្ពាននឹងគឺតែមានសេចក្តីអំណរអគុណព្រះដេចគុណប្រជាអធិការវត្តថ្លោកខាងដើមជាអតិបរមាព្រមទាំងលោកដែលជាជួយលោកក្រសាលោកមិនលោកបនីហើយអ្នកសង្កេហើយបងប្អូនមួយចំនួនទៀតបានឧបត្ថម្ភថវិកាជួយកសាងដល់បានសម្រាប់ជាស្ថាពរយើងចង់មានសេចក្តីសូមរីករាយជាប្រយោជន៍ភាពសូមកត់សម្គាល់នៅគុណធម៌ដ៏ប្រសើរដើម្បីនឹងចាប់អារម្មណ៍ដល់យើងខ្ញុំនៅតំបន់នេះបានបង្កើននូវជីវភាពរាល់ថ្ងៃបងប្អូនឆ្លងផ្លូវដើរអីវិញឲ្យក្មេងទៅរៀនឲ្យធ្វើការងារវិញផាក់ឆ្លងទូកថ្ងៃនឹងបានលោកគ្រូមិនមានជួយធ្វើស្ពានឲ្យរាយនឹងបងប្អូននេះនឹងទេអររកសบายឆ្លងទៅមកឡាទូកវិញឆ្លងទូកឆ្លងអីស្អីបើតែមានស្រោមកឬមួយក្មេងរៀនអីផាក់ឆ្លងទូកស្អីលោកត្រឹងវ៉ាងអាងអនុលេខាបឃុំប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿងបានអុយដឹងថាសប្តាហ៍ថ្ងៃក្រោយពីបញ្ចូលអង្គភាពថ្នាក់ឃុំញីទ្រឿងជាឃុំចន្ទប័តថ្មីក្នុងនោះការចូលរួមព្រួតដៃរបស់ទូទាំងសង្គមក្នុងការកសាងចន្ទប័តថ្មីគឺជាកត្តាមួយដ៏សំខាន់ជាក់ស្ដែងគឺរយៈកាលកន្លងវត្តកងចក្ររាមថ្លោកបានមានសកម្មភាពជាច្រើនរួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋានក្នុងការកសាងចន្ទប័តថ្មី thì hiện nay thì ឃុំញីទ្រឿងទ្រឹងថនិងឃុំហេបវ៉ាកាលពីមុនមិនទាន់បញ្ចូលអង្គភាពជាឃុំញីទ្រឿងថ្មីសប្តាហ៍ថ្ងៃឃុំចាស់ទាំងអស់សុទ្ធតែបានទទួលស្គាល់ជាឃុំចន្ទប័តថ្មីទាំងអស់ប៉ុន្តែផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងមួយចំនួនមិនទាន់បានសម្រេចល្អអាស្រ័យដោយការជំនួយរបស់សប្បុរសជនយ៉ាងនេះនឹងរួមចំណែកធ្វើឲ្យសម្រេចល្អហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅមូលដ្ឋានរួមចំណែកសម្រេចបទដ្ឋានកសាងចន្ទប័តថ្មីរបស់ឃុំនាពេលអនាគតក្នុងពេលខាងមុខនេះក្រៅអំពីថវិការដ្ឋនិងអនុវត្តផែនការសំណង់វិនិយោគក្នុងដំណាក់កាលបន្តបន្ទាប់ដំណាក់កាល2026-2031ឃុំនឹងបន្តយកចិត្តទុកដាក់បំផុសចលនាជំនួយប្រាក់កសាងនិងជួសជុលស្ពានគមនាគមន៍ចន្ទប័តក៏ដូចជាថ្នល់ដែលត្រូវខូចខាតទ្រុឌទ្រោមដើម្បីរួមចំណែកធ្វើឲ្យសម្រេចហេដ្ឋារចនាសម្ព័ន្ធបម្រើការផលិតរបស់ប្រជាជននាពេលខាងមុខក្រោយពីស្ពានបានកសាងសម្រេចមាមីងក៏ខប់បីលើកកម្ពស់ស្មារតីភ្ញាក់រលឹកដោយខ្លួនឯងនិងទទួលខុសត្រូវការងារការពាររក្សាស្ពានជាក់ស្ដែងគឺប្រជាជនខប់បីអនាម័យឆ្កាសុបទ្រព្យនៅជិតស្ពាននិងគោរពតាមការកំណត់អំពីទម្ងន់ក្នុងការដឹកជញ្ជូនឆ្លងស្ពានដើម្បីធានាសុវត្ថិភាពនិងរក្សាស្ពានឲ្យបាននៅគង់វង្សប្រការនេះមិនត្រឹមតែជួយឲ្យស្ពានប្រើប្រាស់បានយូរអង្វែងប៉ុណ្ណោះទេនៅទាំងបង្ហាញឲ្យឃើញអំពីគំនិតរក្សាសមិទ្ធផលរួមនិងទឹកចិត្តគោរពចំពោះអ្នកដែលបានជំនួយកសាងតាមគោលគំនិតនៃអាត្មាភាពគឺការកសាងឡើងហើយដើម្បីជូនដល់ពុទ្ធបរិស័ទប្រើប្រាស់ហើយនឹងគឺថាគោលគំនិតឲ្យបរិស័ទនឹងចូលរក្សាហើយនឹងជួយការពារគ្នាក្នុងការធ្វើដំណើរក៏ដូចក្នុងការជួយមើលទ្រាំទ្រកុំឲ្យមានការខូចខាតដើម្បីនឹងរក្សានូវការប្រើប្រាស់ឲ្យបានយូរអង្វែងជូនដល់ពុទ្ធបរិស័ទនៅខាងមុខនេះឯងតាមរយៈការងារទាំងនេះបានឲ្យឃើញការទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរដ្ឋសាសនានិងប្រជាជនរវាងរដ្ឋអំណាចមូលដ្ឋានព្រះសង្ឃនិងសប្បុរសជនអាចនិយាយបានថាស្ពានបានកសាងឡើងដោយមានជំនួយអំពីព្រះសង្ឃ
ពុទ្ធបរិស័ទនិងសប្បុរសជនមិនត្រឹមតែមានតម្លៃខាងសម្ភារៈប៉ុណ្ណោះទេនៅទាំងជាស្ពាននៃការជំនឿចិត្តសប្បុរសនិងមនុស្សធម៌ផងដែរនេះជាគ្រឹះធាតុដ៏រឹងមាំសម្រាប់សហគមន៍ដើម្បីបន្តរីកចម្រើនក្នុងទិសដៅអរិយធម៌មនោសញ្ចេតនានិងចីរភាពស្ពាននេះមិនត្រឹមតែជួយឲ្យប្រជាជនធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងងាយស្រួលប៉ុណ្ណោះទេថែមទាំងរួមចំណែកធ្វើឲ្យប្រសើរឡើងនៅហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ជំរុញពង្រីកសេដ្ឋកិច្ចសង្គមក្នុងតំបន់ផងដែរជាពិសេសសំណង់នេះក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅផងដែរជាលទ្ធផលនៃការស្របគំនិតបដិញ្ញាចិត្តនិងស្មារតីបម្រើសហគមន៍របស់ព្រះសង្ឃនិងសប្បុរសជន